បាទសួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាដែលនិយមក្នុងការចិញ្ចឹមត្រីក្រឹមបាទនៅថ្ងៃនេះបាទកូនរបស់ខ្ញុំបានមានពូជថ្មីឥឡូវនេះគាត់កំពុងតែរៀបចំដាក់កែវហើយដើម្បីនឹងបើចំណីមានចំណីដូចជាដង្កូវទឹកឥឡូវហ្នឹងគាត់កំពុងតែដុសដាក់ដើម្បីនឹងត្រៀមបំពន់ក្នុងការបង្កាត់ពូជបន្ទាប់មកយើងបងប្អូននៅទីបានដាក់ទឹកបាទមួយថ្ងៃហើយឥឡូវហ្នឹងកំពុងតែផ្សំបាទដាក់ឈ្មោះនៅខាងក្រៅហើយដាក់មីមេនៅខាងក្នុងដើម្បីវាអួតគ្នាបន្ទាប់ពីវាបានមកយប់ហើយយើងបានប្រឡែងវាទាំងពីរហ្នឹងឲ្យបានជួបគ្នាហើយឈ្មោះវាធ្វើពពុះហើយយើងប្រឡែងមីមេទៅហើយបន្ទាប់មកវាក៏បានចាប់ផ្ដើមបាទប្រតិបត្តិការហើយនេះបាទមានចេញពងចេញហើយឈ្មោះចាប់ផ្ដើមខំប្រឹងបាទប្រមូលនៅពងទាំងអស់ហ្នឹងយកទៅដាក់នៅក្រោមពពុះរបស់វាតបមកនេះគេគូមកគូទៀតហើយគេកំពុងខំប្រឹងណាស់ដើម្បីនឹងប្រមូលពងដែលគេបានគៀបបានពីមេយកទៅលាក់ទុកនៅខាងក្រោមស្លឹកដើម្បីក្នុងការបង្កាត់និងការថែរក្សាហើយបន្ទាប់ពីការបង្កាត់ហើយនេះមើលនេះមើលគេពីរនាក់គេសប្បាយចិត្តណាគេមើលឃើញត្រីរបស់គេកំពុងតែបានពងហើយនៅខប់ខាងក្នុងហ្នឹងគឺក្របហ្នឹងសិតតែមានត្រីបាទបង្កាត់នេះគឺពូជផ្សេងទៀតដែលពួកគេកំពុងតែត្រៀមបើក្នុងការបង្កាត់បន្ទាប់ពីបង្កាត់យកគេក្របទុកបាទទុកមួយថ្ងៃជាមួយគ្នានៅជាមួយគ្នាបាទហើយបន្ទាប់មកទៀតយើងឃើញថាគាត់កំពុងតែរកអីខបបាទរកអីខបសិនទុកទាំងពីរហ្នឹងឲ្យនៅជាមួយគ្នាស្ងាត់តែថ្ងៃនេះបាទសង្កេតមើលជាមួយគ្នាហើយក៏បានឃើញអំពីការសាសងគ្នាបាទត្រីនេះចេះសាសងគ្នាដែរបាទហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមើលហើយជាបទពិសោធន៍ដែលក្នុងការបង្កាត់ត្រីក្រឹមបាទនេះជាមួយសបុកទៀតដែលកំពុងតែគៀបគ្នាដែរដើម្បីយកពងពីមីមេហើយមីមេក៏បានព្រមព្រៀងគ្នាយ៉ាងសើបាទដើម្បីឲ្យឈ្មោះហ្នឹងគៀបដើម្បីយកពងយកទៅបង្កកំណើតហើយឈ្មោះនេះគេខិតខំណាស់បាទធ្វើសម្បុកធ្វើពពុះដើម្បីឲ្យមញីវាទុកចិត្តបាទឲ្យមញីវាទុកចិត្តហើយក៏បានពពុះឲ្យបានច្រើនដូច្នេះហើយមីបាទមញីហ្នឹងក៏វាមើលឃើញសមត្ថភាពដ៏អស្ចារ្យរបស់ឈ្មោលដូច្នេះវាព្រមព្រៀងវាមានទំនុកចិត្តថាវានឹងបានបង្កកំណើតពូជជាច្រើនមានកូនជាច្រើនជាមួយនឹងឈ្មោលបាទគឺយើងមើលឃើញនៅចិត្តគ្នាតែម្ដងហើយបន្ទាប់ពីការដែលខិតខំប្រឹងហ្នឹងគឺនេះជាក់ស្ដែងនៅទីនេះពងខាប់តែម្ដងបាទពងខាប់ហើយមីមេក៏ឈ្មោះលែងឲ្យទៅចិត្តទៀតហើយពេលដែលគៀបហើយគេនាំគ្នាថាបែកគ្នារៀងខ្លួនណាខាងមីមេនេះរត់គេចឈ្មោះដេញបាទដេញចាក់មកឲ្យនៅចិត្តទេខ្លាចស៊ីពងវាឬក៏មិនតមកកូនហ្នឹងក៏បានចាប់យកមីមេដែលរត់គេចហ្នឹងយកចេញបាទទៅដាក់នៅក្នុងកែវថ្មីនៅក្នុងកែវផ្សេងមួយទៀតបាទហើយនេះកំពុងតែចោកមីមេចេញទុកឈ្មោលគឺជាអ្នកដែលបង្កាត់ជាអ្នកថែរក្សាបាទសូមអរគុណសម្រាប់ការទស្សនានៃការបង្កាត់នៅត្រីក្រឹមនៅថ្ងៃនេះយើងនឹងចាំមើលវីដេអូក្រោយទៀតតើនឹងបានផលយ៉ាងណាបាទសូមអរគុណសូមជម្រាបលា